មន្ត្រីនិងសកម្មជនបកប្រឆាំងដែលកំពុងជាប់ឃុំឃាំងស្នើឲ្យមេដឹកនាំបកទាំងពីរពន្យាដំណោះស្រាយនយោបាយក្រមស្ត្រីក្នុងវិស័យនយោបាយគ្រងដាក់របាយការណ៍និងអនុសាសន៍របស់ខ្លួនទៅស្ថាប័នពាក់ព័ន្ធដើម្បីដាក់បញ្ចូលសម្លេងស្ត្រីមុនការបោះឆ្នោតឃុំសង្កាត់តែការរៀបរៀងអ្នកកសែតមិនឲ្យជួលថតពេលរដ្ឋសភាប្រជុំមកពីខ្លាចបែកធ្លាយចំណុចរសើបឬយ៉ាងណានៅក្នុងសន្និសីទអន្តរជាតិស្តីពីការប្រែប្រួលអាកាសធាតុនៃទីក្រុងប៉ារីមេដឹកនាំពិភពលោកសន្យាថារួមគ្នាកាត់បន្ថយការបញ្ចេញឧស្ម័នពុលទៅក្នុងបរិស្ថាននិងព័ត៌មានដទៃទៀតពីទូរទស្សន៍អាស៊ីសេរីសម្រាប់ថ្ងៃសុក្រទី4ខែធ្នូឆ្នាំ2015បាទពីរដ្ឋធានី Washington ខ្ញុំបាទជួនច័ន្ទបុត្រសូមជម្រាបសួរនិងសូមស្វាគមន៍លោកអ្នកនាងទាំងអស់ជាទីមេត្រីនេះគឺជាការផ្សាយសាកល្បងរបស់ទូរទស្សន៍អាស៊ីសេរីជាបន្តទៅទៀតនេះខ្ញុំបាទសូមជូនព័ត៌មានពិស្ដាមន្ត្រីនិងសកម្មជនបកប្រឆាំងដែលកំពុងជាប់ពន្ធនាគារព្រៃសរស្នើឲ្យមេដឹកនាំបកទាំងពីរដែលមានអាសនៈក្នុងសភាពន្យាជំនួបដោះស្រាយនយោបាយសំណើនេះធ្វើឡើងតាមរយៈមន្ត្រីគណៈបកសង្គ្រោះជាតិដែលចូលសួរសុខទុក្ខអ្នកជាប់ឃុំឃាំងនៅព្រឹកថ្ងៃទី4ខែធ្នូនេះក៏ប៉ុន្តែគណៈបកប្រជាជនកម្ពុជាប្រកាសថាពេលនេះនៅមិនទាន់អាចបន្តវប្បធម៌សន្តិនិកបានទៀតនៅឡើយទេលោកថាកិត្យាមានសេចក្តីរាយការណ៍អំពីរឿងនេះក្នុងជំនួបសួរសុខទុក្ខជាមួយតំណាងរាស្ត្រគណៈបកសង្គ្រោះជាតិលោកម៉ៅមនីវ៉ាន់នៅព្រឹកថ្ងៃទី4ខែធ្នូមន្ត្រីនិងសកម្មជនចំនួន15នាក់នៅពន្ធនាគារព្រៃសររំពឹងថាការពន្លឿនការចរចានយោបាយអាចនឹងជួយពួកគេឲ្យចេញពីពន្ធនាគារបានឆាប់ដែរលោកម៉ៅមនីវ៉ាន់ប្រាប់ថាស្ថានភាពសុខភាពអ្នកជាប់ឃុំទាំងនោះធម្មតាប៉ុន្តែពួកគាត់ផ្ដាំឲ្យថ្នាក់ដឹកនាំគណៈបកសង្គ្រោះជាតិនិងថ្នាក់ដឹកនាំគណៈបកកាន់អំណាចពន្លឿនជំនួបពិភាក្សាដោះស្រាយបញ្ហានយោបាយនិងការចាប់ខ្លួនពួកគាត់រឿងនយោបាយតាក់ទងទៅនឹងមេដឹកនាំនយោបាយអញ្ចឹងខ្ញុំមានជំនឿថាទៅអនាគតមេដឹកនាំនយោបាយនឹងជួបគ្នាហើយដោះស្រាយបញ្ហានេះដោយតម្កល់នៅផលប្រយោជន៍ជាតិជាធំហើយគិតគូរពីរឿងបញ្ហាសុខទេសឲ្យមានការអភិវឌ្ឍចាប់ផ្ដើមពីការយោគយល់គ្នារវាងខ្មែរនិងខ្មែរហ្នឹងឯងខ្មែរតែមួយហ្នឹងឯងបាទអ្នកនាំពាក្យគណៈបកប្រជាជនកម្ពុជាលោកសុកអេសានថ្លែងថាជំនុំកំពូលគណៈបកសង្គ្រោះជាតិនិងគណៈបកប្រជាជនកម្ពុជាត្រូវបានផ្អាកដោយគ្មានពេលកំណត់ព្រោះតែដៃគូវប្បធម៌សន្តិនិកបានអនុវត្តផ្ទុយពីសេចក្តីថ្លែងការណ៍រួមរវាងគណៈបកទាំងពីរកាលពីថ្ងៃទី21ខែកក្កដាឆ្នាំ2015ស្លាដំបងរាជធានីភ្នំពេញបានសម្រេចផ្តន្ទាទោសលោកមីកសវណ្ណារានិងសកម្មជនគណៈបកសង្គ្រោះជាតិ10នាក់ផ្សេងទៀតឲ្យជាប់ពន្ធនាគារម្នាក់ចន្លោះពី7ឆ្នាំទៅ20ឆ្នាំពីបទចូលរួមនឹងដឹកនាំចលនាកុបកម្មដែលបានប្រព្រឹត្តនៅទីលានប្រជាធិបតេយ្យកាលពីថ្ងៃទី15ខែកក្កដាឆ្នាំ2015ចំណែកសមាជិកព្រឹទ្ធសភាគណៈបកសំរងស៊ីលោកថងសុខួរត្រូវបានសមត្ថកិច្ចចាប់ខ្លួនកាលពីថ្ងៃទី15សីហាតាមបញ្ជារបស់លោកនាយករដ្ឋមន្ត្រីហ៊ុនសែនក្រោយចាប់ខ្លួនចៅក្រមស៊ើបស៊ូសាលាដំបងរាជធានីភ្នំពេញចាត់ប្រកាន់3បទចោទគឺបទក្លែងឯកសារសាធារណៈប្រើប្រាស់ឯកសារសាធារណៈក្លែងក្លាយនិងញុះញង់ឲ្យមានការប្រព្រឹត្តបទឧក្រិដ្ឋទាំងសង្គមស៊ីវិលជាតិនិងអន្តរជាតិយល់ឃើញថាការចាប់ខ្លួនសកម្មជនបកប្រឆាំងដាក់ពន្ធនាគារនេះថាគ្មានមូលដ្ឋានត្រឹមត្រូវនិងជារឿងនយោបាយសុទ្ធសាធខ្ញុំថាកិត្យាទូរទស្សន៍អាស៊ីសេរីរាយការណ៍ពីរាជធានីភ្នំពេញបាទលោកអ្នកនាងជាទីមេត្រីពីទីក្រុងប៉ារីប្រទេសបារាំងទីដែលមានការរៀបចំសន្និសីទអន្តរជាតិស្តីពីការប្រែប្រួលអាកាសធាតុអ្នកឆ្លើយឆ្លងព័ត៌មានរបស់វិទ្យុអាស៊ីសេរីរាយការណ៍មកថាមេដឹកនាំរដ្ឋាភិបាលមកពីគ្រប់ជ្រុងជ្រោយលើពិភពលោកសន្យាថានឹងមិនឲ្យមានការកើនកម្ដៅលើសពី2អង្សាទេព្រះមហាក្សត្រខ្មែរក៏ទ្រង់មានព្រះបន្ទូលថាកម្ពុជាក៏នឹងមិនឈរអបដៃមើលនោះឡើយក្រុងប៉ារីប្រទេសបារាំងដែលកំពុងតែកាន់ទុក្ខជនរងគ្រោះពីការវាយប្រហាររបស់ពួកភេរវជនកាលពី2សប្តាហ៍មុនឥឡូវនេះក៏កំពុងតែធ្វើជាម្ចាស់ផ្ទះនៃសន្និសីទអន្តរជាតិអំពីបម្រែបម្រួលអាកាសធាតុដែលមានមេដឹកនាំពិភពលោកពីជាង150ប្រទេសចូលរួមក្នុងនោះមានតំណាងពីប្រទេសកម្ពុជាផង
មេដឹកនាំទាំងនេះនឹងចុះកិច្ចព្រមព្រៀងមួយកំណត់ថាមិនអោយអាកាសធាតុឡើងកម្ដៅលើសពី2អង្សានោះទេលោកបានគីមូនអគ្គលេខាធិការនៃអង្គការសហប្រជាជាតិបើកសន្និសីទដោយបញ្ជាក់ច្បាស់ទៅមេដឹកនាំពិភពលោកនានាថាលោកអ្នកទាំងអស់ដែលចូលរួមនៅថ្ងៃនេះគឺដើម្បីចារប្រវត្តិសាស្ត្រថ្មីមួយសម្រាប់អនាគត បំរែបំរួលអាកាសធាតុមិនមានព្រំដែនទេអ្នកវិទ្យាសាស្ត្របង្ហាញច្បាស់ណាស់ថាបំរែបំរួលអាកាសធាតុកំពុងតែកើនឡើងហើយប្រែប្រួលលឿនជាងយើងគិតទុកទៅទៀត លោកអគ្គលេខាធិការក៏បានព្រមានថាពិភពលោកត្រូវតែដឹងថាចាំបាច់ត្រូវតែឆ្ពោះទៅការកាត់បន្ថយការបញ្ចេញឧស្ម័នពុលទៅក្នុងបរិយាកាសហើយគ្មានពេលបកក្រោយឡើយនៅក្នុងសន្និសីទនោះប្រទេសជាង180បានដាក់ចេញនៅផែនការជាតិរបស់ខ្លួនក្នុងការទប់ស្កាត់ការប្រែប្រួលអាកាសធាតុផែនការទាំងនេះបានដាក់ចេញនូវយុទ្ធសាស្ត្រនានាដើម្បីទប់ទល់កុំឲ្យពិភពលោកឡើងកម្ដៅតំណាងប្រទេសធំៗមួយចំនួនដែលនាំមុខក្នុងកិច្ចការបម្រែបម្រួលអាកាសធាតុនេះក៏បានបង្ហាញវត្តមាននិងឡើងថ្លែងសន្ទរកថាដែរតំណាងឲ្យព្រះរាជាណាចក្រកម្ពុជាក្នុងសន្និសីទនេះគឺសម្ដេចព្រះករុណានរោត្តមសីហមុនី លោកប្រធានាធិបតីលោកស្រីដែលជាប្រមុខរដ្ឋទាំងអស់ដែលមានវត្តមាននៅទីនេះបម្រែបម្រួលអាកាសធាតុគឺជាបញ្ហាប្រឈមរបស់យើងទាំងអស់គ្នានៅពេលដែលយើងកំពុងជជែកអំពីរឿងនេះនៅឯកម្ពុជាកសិករកំពុងតែប្រឈមមុខទៅនឹងការផ្លាស់ប្ដូរនានាមានការធ្លាក់ភ្លៀងខុសធម្មតានិងគ្រោះរាំងស្ងួតជាដើម កម្ពុជាជាប្រទេសមួយដែលបញ្ចេញជាតិពុលទៅក្នុងបរិយាកាសតិចក៏ប៉ុន្តែទទួលរងផលប៉ះពាល់ច្រើនពីការប្រែប្រួលអាកាសធាតុព្រះមហាក្សត្រកម្ពុជាក៏ទ្រង់មានព្រះរាជបន្ទូលថាគ្រោះធម្មជាតិកំពុងតែកើនឡើងនៅកម្ពុជាក៏ប៉ុន្តែព្រះអង្គបញ្ជាក់ថាកម្ពុជានឹងមិនឈរអោបដៃមើលឡើយ កម្ពុជាកំពុងស្ថិតនៅក្នុងដំណាក់កាលអភិវឌ្ឍន៍យើងត្រូវតែធានាឲ្យបានថាការផ្ដល់ធម៌ពលគ្រប់គ្រាន់ដើម្បីដើរឲ្យទាន់ទីផ្សារនៅក្នុងតំបន់និងអន្តរជាតិហើយកម្ពុជាបានអនុម័តនៅគោលនយោបាយច្បាស់លាស់មួយក្នុងការទប់ទល់ទៅនឹងការប្រែប្រួលអាកាសធាតុ ក៏ប៉ុន្តែប្រទេសនីមួយៗមិនអាចប្រយុទ្ធតតាំងតែឯងបានឡើយធនធានថវិកានិងការផ្ទេរចំណេះដឹងវិទ្យាសាស្ត្រគឺជាការចាំបាច់ក្នុងការស្វែងរកដំណោះស្រាយទប់ទល់ទៅនឹងការប្រែប្រួលអាកាសធាតុសន្និសីទស្ដីពីបម្រែបម្រួលអាកាសធាតុនៅក្រុងប៉ារីសនេះអាចនឹងផ្ដល់សេចក្តីសង្ឃឹមថានឹងអាចផ្ដល់ជំនួយក្នុងកិច្ចអភិវឌ្ឍបៃតងឲ្យបានច្រើនជាងមុន ទីវេទិកាអ្នកស្ដាប់វិទ្យុអាស៊ីសេរីពិភាក្សាផ្ដោតលើបញ្ហាសង្គមសេដ្ឋកិច្ចនិងនយោបាយចាកម្មវិធីនេះផ្សាយជារៀងរាល់ថ្ងៃអង្គារនិងថ្ងៃសុក្រចាប់ពីម៉ោង 7 កន្លះដល់ម៉ោង 8 កន្លះយប់ម៉ោងនៅកម្ពុជាចាបើសិនជាលោកអ្នកនាងចង់ចូលរួមផ្ដល់យោបល់ឬសួរវិក្កាមិនកិត្តិយសរបស់នីតិយើងដោយផ្ទាល់លោកអ្នកនាងអាចហៅមកកាន់លេខទូរស័ព្ទ 012 811 911 លេខ 011 611 711 និងលេខ 023 211 804 ឬអ៊ីមែល ask@rfa.rfa.org ចាក្រៅពីស្ដាប់សំឡេងតាមវិទ្យុលោកនាងក៏អាចទស្សនាជាវីដេអូតាមអ៊ីនធឺណិតដែរចាសូមលោកនាងចូលទៅកាន់គេហទំព័រ www.rfa.org/khmer រួចចុចនៅលើពាក្យថាផ្សាយផ្ទាល់វេទិកាអ្នកស្ដាប់ បាទលោកអ្នកនាងកំពុងតែទស្សនាការផ្សាយសាកល្បងរបស់ទូរទស្សន៍អាស៊ីសេរីអ្នកខ្លំមើលការអភិវឌ្ឍសង្គមជំរុញរដ្ឋាភិបាលដកហូតដីចំណីមាត់បឹងព្រែកទប់ដែលជាបឹងធម្មជាតិស្តុកទឹកសាបពីបុគ្គលមួយចំនួនដែលបានចាក់ដីរំលោភធ្វើកម្មសិទ្ធិនាពេលកន្លងមកដាក់ជាសម្បត្តិរដ្ឋគ្រប់គ្រងវិញសំណើរបស់ក្រុមមេដឹកនាំអង្គការសង្គមស៊ីវិលដូចនេះបន្ទាប់ពីមានអ្នកមានអំណាចនិងឈ្មួញបានរំលោភកាន់កាប់ដីចំណីមាត់បឹងព្រែកទប់ជាបន្តបន្ទាប់ដើម្បីសង់វិឡាធំស្រឹមស្កៃនិងសំណង់រឹងមាំផ្សេងទៀតលោកយុនមីនអភិបាលខេត្តព្រះសីហនុបដិញ្ញាថានឹងខំអនុវត្តអនុសាសន៍ការបៀបឹងព្រែកទប់ឲ្យស្របតាមបទបញ្ជារបស់លោកឧបនាយករដ្ឋមន្ត្រីសខេងទោះជាយ៉ាងណាមន្ត្រីសង្គមស៊ីវិលរិះគន់ថាបទបញ្ជារបស់លោកសខេងគ្មានការអនុវត្តឲ្យមានប្រសិទ្ធភាពនៅឡើយទេ
បាទលោកនាងជាទីមេត្រីអ្នកភូមិចុងកោះសង្កាត់ផ្សារឆ្នាំងមួយចំនួនភាគច្រើនជាពលរដ្ឋខ្មែរនិងចាមជាង400គ្រួសារមិនពេញចិត្តចំពោះការផ្ដល់សំណងមិនសមរម្យពីផលប៉ះពាល់នៃគម្រោងអភិវឌ្ឍច្រាំងទន្លេផ្សារក្រោមទេពលរដ្ឋកាន់តែបារម្ភជាខ្លាំងបន្ទាប់ពីមន្ត្រីជំនាញបោះបង្គោលឫស្សីបាញ់ថ្នាំក្រហមដើម្បីកំណត់ព្រំស្ថាបនាផ្លូវខ្សែប៉ះពាល់លំនៅឋានរបស់ពួកគាត់តាក់ទងទៅនឹងការអភិវឌ្ឍនៅខេត្តកំពង់ឆ្នាំងនេះសូមអញ្ជើញលោកអ្នកនាងទស្សនាសេចក្តីរាយការណ៍របស់លោករ៉ាន់សំណាងតាក់ទងដំណើរការរៀបចំសណ្ដាប់ធ្នាប់និងអភិវឌ្ឍសួនច្បារតាមច្រាំងទន្លេប្រវែង73គីឡូម៉ែត្រចាប់ពីមុខវត្តលោកយាយទេពរហូតដល់ស្ថានីយ៍ទឹកស្អាតអានគោនៅក្រុងកំពង់ឆ្នាំងអាជ្ញាធរកំពុងធ្វើឲ្យពលរដ្ឋភ័យខ្លាចនិងទន្ទឹងរង់ចាំមើលការអភិវឌ្ឍនេះផ្ទះជាង300ខ្នងដែលត្រូវរុះរើនៅពេលខាងមុខមានផ្ទះចំនួន61ខ្នងទៀតប៉ះចំគម្រោងធ្វើផ្លូវដែលត្រូវកែសម្រួលឬវាយកំទេចចោលអ្នកភូមិរស់នៅទីនេះនិយាយថាពួកគេមិនប្រឆាំងនឹងការអភិវឌ្ឍរបស់រដ្ឋាភិបាលឡើយប៉ុន្តែបង្គោលឫស្សីបាញ់ថ្នាំក្រហមដែលបោះការពីចុងខែវិច្ឆិកានោះបានប៉ះផ្ទះពួកគាត់ស្ទើរពាក់កណ្ដាលលោកហតវណ្ណាជាពលរដ្ឋម្នាក់ក្នុងចំណោមពលរដ្ឋជាច្រើនអ្នកដែលរងផលប៉ះពាល់ដោយសារការអភិវឌ្ឍនេះតាក់ទងទៅឲ្យជាពលរដ្ឋរបស់ខ្ញុំនេះវាមិនបានទៅឆាំងអីទេក៏ប៉ុន្តែគាត់ថាបើសិនជាប៉ះខ្ញុំសូមឲ្យរដ្ឋាភិបាលជួយដំណោះដោះស្រាយរកដីទឹកកឹងក្រោយឲ្យខ្ញុំបានសាងសង់បន្តផង$6,000ចំណែកអនុភូមិចុងកោះសង្កាត់ផ្សារឆ្នាំងលោកយើអ៊ីតនិយាយថាការអភិវឌ្ឍនៅតំបន់នេះខាងអាជ្ញាធរខេត្តមានកន្លែងថ្មីសម្រាប់ពលរដ្ឋគ្រោងនឹងផ្លាស់ទីលំនៅហើយខ្ញុំបានផ្សព្វផ្សាយប្រាប់គាត់ថាលើនេះគាត់យល់ព្រមធ្វើទៅតាមការធ្វើស្នើសុំរបស់ប្រជាពលរដ្ឋហើយប៉ុន្តែពាក្យចាមរាមហ្នឹងគឺមិនពិតទេចាមរាមដែលថាឈប់រុះរើឈប់ឆាយហ្នឹងគឺមិនពិតបើសិនជាមិនពិតពាក់ព័ន្ធនឹងសំណងលើអចលនវត្ថុក្នុងច្បាប់អាសាមីកត្រង់ចម្ពោះ1មាត្រា2បានធានាការដកសិទ្ធិស្របច្បាប់លើកម្មសិទ្ធិឯកជនដោយសមរម្យនិងយុត្តិធម៌ច្បាប់នេះក៏ធានាការទូទាត់សំណងជាមុនដោយសមរម្យនិងយុត្តិធម៌ហើយបម្រើផលប្រយោជន៍សាធារណៈនិងផលប្រយោជន៍ជាតិដោយធ្វើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្តសាធារណៈប្រជាពលរដ្ឋរស់នៅក្នុងសង្កាត់ផ្សារឆ្នាំងនេះសង្ឃឹមថាអាជ្ញាធរខេត្តកំពង់ឆ្នាំងនឹងផ្ដល់ការដោះដូរឬផ្ដល់សំណងជូនពួកគាត់ដោយសន្តិវិធីនិងគោរពតាមគោលការណ៍សិទ្ធិមនុស្សខ្ញុំរ៉ាន់សំណាងទូរទស្សន៍អាស៊ីសេរីរាយការណ៍ពីរាជធានីភ្នំពេញបាទលោកនាងកញ្ញាជាទីមេត្រីមានករណីអគ្គីភ័យមួយនៅអគារទីស្នាក់ការកណ្ដាលនៃក្រុមហ៊ុនទូរស័ព្ទ Smart នៅផ្លូវព្រះមនីវង្សក្នុងសង្កាត់ទន្លេបាសាក់ខណ្ឌចំការមនរាជធានីភ្នំពេញនៅព្រឹកថ្ងៃទី4ធ្នូនេះប្រធានការិយាល័យនគរបាលបង្ការនិងពន្លត់អគ្គីភ័យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញលោកព្រំយ៉នប្រាប់អាស៊ីសេរីថាក្រុមការងាររបស់លោកកំពុងតែស្វែងរកមូលហេតុដែលបង្កឲ្យមានអគ្គីភ័យនេះក៏ប៉ុន្តែទោះជាយ៉ាងណាក៏ដោយលោកព្រំយ៉នឲ្យដឹងថាក្រុមការងាររបស់លោកបានប្រើឡានទឹកចំនួន5ក្នុងចំណោមឡានទឹក7គ្រឿងដែលបានបញ្ជូនចេញបាញ់ពន្លត់ទាន់ពេលវេលាលោកបន្ថែមថាពុំមានការខូចខាតធ្ងន់ធ្ងរនោះឡើយបាទលោកអ្នកនាងជាទីមេត្រីលោកអ្នកនាងកំពុងទស្សនាការផ្សាយលោកអ្នកនាងជាទីមេត្រីក្រៅពីស្ដាប់កម្មវិធីផ្សាយវិទ្យុអាស៊ីសេរីលោកអ្នកនាងក៏អាចទស្សនាវីដេអូនិងសេចក្តីរាយការណ៍ព្រមទាំងនីតិផ្សេងៗនៃកម្មវិធីផ្សាយរបស់យើងខ្ញុំដោយលោកអ្នកនាងចូលទៅកាន់គេហទំព័ររបស់វិទ្យុអាស៊ីសេរី www.rfa.org/khmer និង YouTube www.youtube.com/rfa khmer video ឬតាមបណ្ដាញសង្គម Facebook ដែលមានអាស័យដ្ឋាន www.facebook.com/rfa cambodia ចាសសូមអរគុណបាទលោកនាងកំពុងទស្សនាការផ្សាយសាកល្បងរបស់ទូរទស្សន៍អាស៊ីសេរីពីរដ្ឋធានី Washington នៃសហរដ្ឋអាមេរិកបុរសដែលរបួសធ្ងន់ធ្ងរក្នុងករណីឃាតកម្មលើសមាជិកគ្រួសារមួយនៅឃុំស្ពឺស្រុកចំការលើខេត្តកំពង់ចាមបានទទួលមរណភាពហើយកាលពីព្រឹកថ្ងៃទី4ខែធ្នូនេះលោកស្វាយសខនបានស្លាប់បន្ទាប់ពីក្រុមគ្រួសារបានបញ្ជូនរូបលោកទៅសម្រាប់
ពេទ្យព្យាបាលនៅក្នុងមន្ទីរពេទ្យនារាជធានីភ្នំពេញបានរយៈពេល3ថ្ងៃក្រុមគ្រួសារបញ្ជាក់ថាលោកស្វាយសខនស្លាប់ដោយសារតែរបួសនៅលើក្បាលកញ្ចឹងកនិងរាងកាយរបស់លោកមានសភាពធ្ងន់ធ្ងរពេកកាលពីយប់ថ្ងៃទី30វិច្ឆិកាជនល្មើសឈ្មោះអេងធីក្រោយពីពេលត្រឡប់មកពីផឹកស៊ីវិញក៏បានបង្កអំពើហិង្សាក្នុងគ្រួសារហើយបានកាប់ប្រពន្ធកូនបង្កើត2នាក់ម្ដាយក្មេកបណ្ដាលឲ្យស្លាប់ភ្លាមនិងកាប់លោកស្វាយសខនជាឪពុកក្មេកឲ្យរបួសធ្ងន់បន្ទាប់មកជនល្មើសក៏បានរត់ខ្លួនគេចក៏ប៉ុន្តែត្រូវរថយន្តបុកស្លាប់ក្នុងទឹកដីខេត្តកំពង់ធំមួយថ្ងៃបន្ទាប់មកទោះជាយ៉ាងណាក៏ដោយសមត្ថកិច្ចមិនអាចសន្និដ្ឋានបានថាតើជនល្មើសធ្វើអត្តឃាតឬក៏ស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍នោះទេបាទលោកអ្នកនាងជាទីមេត្រីគណៈកម្មាធិការលើកស្ទួយស្ត្រីក្នុងវិស័យនយោបាយបានរៀបចំឲ្យក្រមស្ត្រីដែលមានសម្លេងភាគតិចក្នុងវិស័យនយោបាយរៀបរាប់ពីការលំបាកនិងការរើសអើងក្នុងវិស័យការងាររបស់ពួកគេគណៈកម្មាធិការនេះនឹងពិនិត្យមើលចំពោះការរើសអើងលើការសម្រេចចិត្តរបស់ស្ត្រីការដឹកនាំនិងការចូលរួមនយោបាយដើម្បីចងក្រងជារបាយការណ៍ដាក់ទៅភាគីពាក់ព័ន្ធបាទសូមអញ្ជើញលោកអ្នកនាងទស្សនាសេចក្តីរាយការណ៍របស់អ្នកស្រីខែសំណងពីរាជធានីភ្នំពេញខ្លួនខ្ញុំផ្ទាល់គឺតកតងជាមួយគណៈកម្មាធិការលើកស្ទួយស្ត្រីក្នុងវិស័យនយោបាយនឹងដាក់របាយការណ៍អនុសាសន៍របស់ខ្លួនទៅរដ្ឋសភាក្រសួងកិច្ចការនារីនិងបកនយោបាយទាំងពីរដែលមានអាសនៈក្នុងរដ្ឋសភាស្នើឲ្យបញ្ចូលសម្លេងស្ត្រីក្នុងវិស័យនយោបាយមុនការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាគុំសង្កាត់មកដល់ប្រធានគណៈកម្មាធិការលើកស្ទួយស្ត្រីក្នុងវិស័យនយោបាយអ្នកស្រីធីតាខឹសមានប្រសាសន៍ថាក្រុមការងារនឹងផ្ដល់ឱកាសដល់ស្ត្រីពីគ្រប់ផ្នែកសំខាន់ដែលមានសម្លេងតិចក្នុងសង្គមបានបញ្ចេញសម្លេងនិងលើកយកអនុសាសន៍ដើម្បីដាក់ជូនទៅថ្នាក់ដឹកនាំពិសេសអ្នកធ្វើគោលនយោបាយអ្នកស្រីចង់ឲ្យថ្នាក់ដឹកនាំនយោបាយយកចិត្តទុកដាក់ចំពោះការរើសអើងដែលតាក់ទងស្ត្រីជាអ្នកទទួលរងគ្រោះធំបំផុតនោះគឺយើងចង់ឃើញគោលនយោបាយពិសេសដើម្បីជួយលើកស្ទួយស្ត្រីឲ្យស្ត្រីនឹងបានទទួលឱកាសចូលរួមជាអ្នកដឹកនាំនិងចូលរួមក្នុងវិស័យនយោបាយដោយគោលនយោបាយរបស់រដ្ឋាភិបាលនិងដោយគោលនយោបាយអំពីគណៈបកនយោបាយទីពីរនោះយើងចង់ឲ្យស្ត្រីជាទូទៅគឺយើងត្រូវមានយើងដែលខាងទូទៅនោះក៏យើងចង់បានឲ្យទាំងអស់គ្នាជួយស្ត្រីរបស់យើងថាធ្វើយ៉ាងណាដើម្បីឲ្យស្ត្រីយើងមានឱកាសក្នុងការដឹកនាំទោះបីតែមិនមែនឈរឈ្មោះជានយោបាយតែដឹកនាំនៅក្នុងក្រុមរបស់គាត់ក៏ជាការងារមួយសំខាន់នៅក្នុងសង្គមយើងដែរចា៎ស្ត្រីស្លាញ់បារម្ភមានដូចគ្នានៅក្នុងវេទិកាស្ត្រីថ្នាក់ជាតិស្ដីពីបញ្ចប់ការរើសអើងលើស្ត្រីក្នុងវិស័យនយោបាយនៅថ្ងៃទី4ខែធ្នូក្រមស្ត្រីដែលគេចាត់ទុកថាមានសម្លេងតិចក្នុងសង្គមនិងនយោបាយនោះរួមមានស្ត្រីពិការស្ត្រីក្នុងវិស័យវាយនភ័ណ្ឌកាត់ដេរស្ត្រីស្រឡាញ់ភេទដូចគ្នាស្ត្រីបម្រើសេវាកំសាន្តនិងអាចជាស្ត្រីជាសកម្មជនគណបកកម្មការនេះចែកចរិយាបច្ចុប្បន្នជាកម្មករដេរសម្លៀកបំពាក់នៅតំបន់ចាក់អង្រែក្រោមរាជធានីភ្នំពេញរៀបរាប់ថាមានបញ្ហាប្រឈមនឹងការរើសអើងជាច្រើនក្នុងវិស័យការងាររបស់ពួកគេដែលជាបញ្ហារំខានមិនអាចឲ្យពួកគេអភិវឌ្ឍខ្លួននិងចូលប្រឡូកក្នុងវិស័យសង្គមឬនយោបាយបានលើកឡើងនេះដើម្បីឲ្យគាត់នឹងស្វែងយល់អំពីការចូលរួមរបស់ប្រជាពលរដ្ឋមានថាពួកយើងជាកម្មករមែនប៉ុន្តែយើងក៏ជាផ្នែកមួយនៃប្រជាពលរដ្ឋក្នុងការចូលរួមវិស័យនយោបាយអញ្ចឹងតើតើក្នុងធនធានបើសិនជាយើងអត់ពង្រឹងធនធានទេយើងអត់មានអីសម្រាប់ចូលរួមដើម្បីឲ្យសង្គមនឹងមានការរីកចម្រើនទេអញ្ចឹងខាងកម្មករនឹងគឺមានសំណុំពរទៅខាងរដ្ឋាភិបាលមានថាឲ្យគាត់នឹងមានថាជួយឧបត្ថម្ភដល់ជាសាលារៀនសម្រាប់ពួកខ្ញុំអញ្ចឹងគ្រប់គ្រងដល់ពួកខ្ញុំនឹងបន្តការសិក្សាឬក៏អាចទៅដល់បញ្ចប់សាកលវិទ្យាល័យមានថាយើងអាចបង់លុយតិចបំផុតអីចឹងណាព្រោះអីសម្រាប់កម្មករគាត់បានលុយមកតិចសម្រាប់ចំណាយច្រើនជាងទៅអញ្ចឹងអាចបង់លុយតិចបំផុតឬក៏ប្រជាហារូបករណ៍សម្រាប់គាត់ដែលមានសមត្ថភាពអាចរៀនតទៀតបានមានសមត្ថភាពរឿងលុយកាក់គាត់ថាគាត់មានថាគាត់មានចំណេះគាត់ថាអាចរៀនតទៅមុខទៀតបានអញ្ចឹងដើម្បីនឹងជាសំណួរមួយយុវជនភួងវណ្ណថាដែលចូលរួមវេទិកានេះមានមតិថាការរើសអើងលើស្ត្រីពីសំណាក់ក្រុមបរិសុទ្ធនៅតែមានប៉ុន្តែវាបានកាត់បន្ថយច្រើនហើយយុវជនរូបនេះយល់ថាស្ត្រីក៏ត្រូវពង្រឹងសមត្ថភាពរបស់ខ្លួនបន្ថែមទៀតដើម្បីសម្រេចក្នុងការចូលរួមការងារសង្គមចំពោះខ្ញុំចង់ឲ្យបកនយោបាយហ្នឹងមានថាដាក់50បងដូចថាបាទហ្នឹងហើយដូចថាបែកគម្រាមស្ត្រី50បុរសក៏50ដែរឲ្យចែកទូនាទីក្នុងការហ្នឹងយើងមើលសមាមាត្រគ្នាឲ្យសមរម្យជាមួយនឹងសកម្មភាពបច្ចុប្បន្នហ្នឹងចឹង
បាទ ស្ត្រីជាប់ឆ្នោតជាតំណាងរាស្ត្រក្នុងអាណត្តិទី5មានចំនួន 20.33% នៃចំនួនតំណាងរាស្ត្រសរុប 123 រូបថ្មីបើចំនួនអ្នកចុះឈ្មោះបោះឆ្នោតជាស្ត្រីមានចំនួន 52.52% ចំណែកស្ត្រីជាក្រុមប្រឹក្សាឃុំសង្កាត់មានចំនួន 17.78% ក្នុងអាណត្តិទី3 បើទោះជាយ៉ាងណាក្រមការងារស្ត្រីទទួលស្គាល់ថាការងារចងក្រងសម្លេងស្ត្រីជាអ្នកបោះឆ្នោតជាការពិបាកមួយត្បិតស្ត្រីភាគច្រើនរវល់នឹងរឿងថែទាំគ្រួសារពុំមានពេលវេលាគ្រប់គ្រាន់នឹងចូលរួមកិច្ចការទាំងនេះឡើយនាងខ្ញុំខែសុណងទូរទស្សន៍អាស៊ីសេរីរាយការណ៍ពីរាជធានីភ្នំពេញ បាទលោកនាងជាទីមេត្រីអគ្គលេខាធិការព្រឹទ្ធសភាពន្យល់ថាការដែលមិនអនុញ្ញាតឲ្យអ្នកយកព័ត៌មានចូលថតវីដេអូឬថតរូបភាពក្នុងពេលប្រជុំរបស់ខ្លួនដោយសារខ្លាចថតជាប់សមាជិកសភាដេកឬអង្គុយដោយងងុយដេកការលើកឡើងបែបនេះធ្វើឡើងក្នុងសិក្ខាសាលាស្ដីពីការចូលរួមចំណែករបស់ប្រព័ន្ធផ្សព្វផ្សាយក្នុងដំណើរការសភាប្រជាធិបតេយ្យនៅវិមានព្រឹទ្ធសភានៅថ្ងៃទី 4 ខែធ្នូជុំវិញបញ្ហានេះសមាជិកព្រឹទ្ធសភាមកពីគណៈបកប្រឆាំងអះអាងថាម៉ោងធ្វើការងារមិនមែនជាកន្លែងដេករបស់សមាជិកព្រឹទ្ធសភានោះទេ បាទលោកនាងជាទីមេត្រីនៅមិនដល់មួយខែទៀតទេគោលដៅអភិវឌ្ឍសហសវត្តនឹងផុតរលត់ហើយរយៈពេល15ឆ្នាំទៅមុខទៀតពលគឺចាប់ពីដើមឆ្នាំ2015ដល់ឆ្នាំ2030គោលដៅអភិវឌ្ឍនិរន្តរភាពថ្មីមួយទៀតនឹងចូលមកធ្វើការបន្តពីគោលដៅចាស់ទោះជាយ៉ាងណាក៏ដោយគោលបំណងនៃគោលដៅទាំងថ្មីទាំងចាស់គឺសុទ្ធតែចង់លុបបំបាត់ភាពក្រីក្រឲ្យនៅកម្រិតទាបបំផុតយុវជននិងភាគីដែលពាក់ព័ន្ធយល់ឃើញថាការងារស្ម័គ្រចិត្តចូលរួមចំណែកបានច្រើនដើម្បីកាត់បន្ថយភាពក្រីក្រសូមអញ្ជើញលោកអ្នកនាងទស្សនាសេចក្តីរាយការណ៍របស់លោកសានសែលយុវជនប្រមាណ500នាក់រួមនឹងអ្នកដែលបានធ្វើការងារពាក់ព័ន្ធជាមួយយុវជនមកជួបជជែកគ្នាស្វែងរកផែនការដើម្បីសម្រេចគោលដៅអភិវឌ្ឍនិរន្តរភាពពិសេសចូលរួមកាត់បន្ថយភាពក្រីក្រអ្នកដែលបានចូលរួមមួយចំនួនបានថ្លែងថាពួកគេបានត្រៀមខ្លួនរួចហើយដើម្បីសម្រេចនៅបេសកកម្មនេះការជួបជុំគ្នាធ្វើឡើងរយៈពេល2ថ្ងៃពីថ្ងៃទី4ដល់ថ្ងៃទី5ធ្នូនៅវិទ្យាស្ថានបច្ចេកទេសកម្ពុជាដើម្បីអបអរសាទរទិវាអ្នកស្ម័គ្រចិត្តពិភពលោកអគ្គលេខាធិការនៃក្រមប្រឹក្សាជាតិកម្ពុជាដើម្បីអភិវឌ្ឍយុវជនលោកចឹកលឹមមានប្រសាសន៍ថាមនុស្សគ្រប់គ្នាអាចជួយគ្នាឲ្យផុតពីភាពអត់ឃ្លាននិងភាពក្រីក្រលោកថាការងារស្ម័គ្រចិត្តផ្ដល់ឱកាសដល់គ្រប់គ្នាពិសេសយុវជនអាចជួយសង្គមបានដោយចំណាយពេលវេលានិងកម្លាំងតាមលទ្ធភាពគេរៀងៗខ្លួនការដែលស្ម័គ្រចិត្តរបស់គាត់នឹងគាត់អាចបង្កើតជាក្លឹបណាជាក្លឹបប្រមូលផ្ដុំកុមារនៅតាមតំបន់ជនបទកាត់ចុងមាត់ញោកឬមួយក៏កុមារអនាថាណាអញ្ចឹងគាត់អាចផ្ដល់គេហៅថាក្លឹបពង្រឹងនឹងការអានសៀវភៅនិទានរឿងផ្សេងអញ្ចឹងពេលណាតាមរយៈការងារស្ម័គ្រចិត្តរបស់យុវជនរបស់យើងហ្នឹងគឺគាត់អាចលើកកម្ពស់នៅកម្រិតនៃការអានរបស់សិស្សអញ្ចឹងនៅពេលណាដែលសិស្សគាត់អាចអានគាត់អាចសរសេរបានអញ្ចឹងចំណេះដឹងនិងព័ត៌មានជាច្រើនហ្នឹងគាត់អាចធ្វើឲ្យជីវភាពរបស់គាត់ហ្នឹងវាកាន់តែប្រសើរឡើងបានតំណាងអង្គការសហប្រជាជាតិផ្នែកការស្ម័គ្រចិត្តប្រចាំប្រទេសកម្ពុជាអ្នកស្រីសេយ៉ាអាធូនិនក៏កំពុងធ្វើការងារស្ម័គ្រចិត្តជួយប្រទេសកម្ពុជាផងដែរគាត់មកពីប្រទេសហ្វាំងឡង់អ្នកស្រីសេយ៉ាផ្ដល់តម្លៃខ្ពស់ចំពោះការងារស្ម័គ្រចិត្តដោយយល់ឃើញថាការងារស្ម័គ្រចិត្តជាការទទួលខុសត្រូវមួយមិនត្រឹមតែគិតគូរពីជីវិតផ្ទាល់ខ្លួនប៉ុណ្ណោះទេប៉ុន្តែជាការងារមួយដែលបុគ្គលម្នាក់អាចចូលរួមចំណែកធ្វើឲ្យអ្នកដទៃដែលនៅជុំវិញខ្លួនបានប្រសើរឡើងផងដែរ
I think volunteers ខ្ញុំយល់ថាយុវជននិងការងារស្ម័គ្រចិត្តអាចជួយសង្គមបានច្រើនដូចជាការកាត់បន្ថយភាពក្រីក្រយើងមិនអាចកាត់បន្ថយភាពក្រីក្រដោយធ្វើការតែម្នាក់ឯងបានទេយើងត្រូវការចូលរួមពីគ្រប់គ្នាដូចជាការផ្ដល់ជាគំនិតយើងត្រូវការធ្វើការរួមគ្នាការងារស្ម័គ្រចិត្តវាសំខាន់ណាស់សម្រាប់ធ្វើកិច្ចការនេះលោកងិនសុផុនមកពីខេត្តសៀមរាបដើម្បីចូលរួមស្វែងយល់ពីការកាត់បន្ថយភាពក្រីក្រតាមរយៈការធ្វើការងារស្ម័គ្រចិត្តលោកសុផុនធ្លាប់ធ្វើការងារស្ម័គ្រចិត្តដោយជួយពន្យល់និងអប់រំពីបញ្ហាសុខភាពដល់ប្រជាជននៅតាមជនបទបាទគឺខ្ញុំគិតថាវាចូលរួមកាត់បន្ថយភាពក្រីក្របានច្រើនព្រោះបើហើយបានច្រើនដោយសារតែប្រជាពលរដ្ឋក្រីក្រមួយចំនួនគាត់ពុំដឹងពីសេវាសុខភាពគាត់មិនដឹងទៅតាមណាមកតាមណាអញ្ចឹងបើបានយើងដឹងយើងបានចូលរួមជួយគាត់ណែនាំគាត់ពីវិធីសាស្ត្រក្នុងការចូលរួមការជូនទៅកាន់កន្លែងទទួលសេវាគឺគាត់មិនបាច់ចំណាយថវិកាហើយនឹងពេលវេលាច្រើនអញ្ចឹងងាយស្រួលដល់ពួកគាត់ហើយគឺកាត់បន្ថយនៅការចំណាយថវិការបស់គាត់សម្រាប់នៅក្នុងគម្រោងរបស់គេអញ្ចឹងវាមានស្រដៀងគ្នានេះដែរកញ្ញាអៀងសុភនេត្រាដែលជានិស្សិតឆ្នាំទី1ផ្នែកសិក្សាអន្តរជាតិកំពុងស្ម័គ្រចិត្តផ្ដល់ព័ត៌មាននិងផ្សព្វផ្សាយពីគោលដៅអភិវឌ្ឍប្រកបដោយនិរន្តរភាពដល់យុវជនផ្សេងទៀតដែលបានចូលរួមក្នុងទិវាអ្នកស្ម័គ្រចិត្តអន្តរជាតិពួកខ្ញុំជា volunteer ពីដំបូងហើយពួកខ្ញុំក៏ដូចពួកគាត់តែជួនកាលខ្ញុំអត់ដឹងទេថាតើវាមាន goal អីខ្លះដើម្បីក្នុងការអភិវឌ្ឍចឹងនៅពេលដែលខ្ញុំចូលធ្វើការ volunteer ខ្ញុំដឹងពីគាត់អញ្ចឹងខ្ញុំចង់ចែករំលែកអ្វីដែលខ្ញុំដឹងទៅកាន់អ្នកផ្សេងទៀតឲ្យកាន់តែច្រើនហើយខ្ញុំគិតថាវាជួយដល់ខ្លួនខ្ញុំពួកអីខ្ញុំអាចស្វែងរកបទពិសោធន៍ជួបមនុស្សជាច្រើននៅក្នុងសង្គមអញ្ចឹងខ្ញុំអាចស្គាល់គេច្រើនហើយខ្ញុំអាចជួបនៅចង់និយាយថាសង្គមខាងក្រៅច្រើនអញ្ចឹងកញ្ញាសុភនេត្រាជឿជាក់ថាតាមរយៈការងារដែលនាងកំពុងធ្វើនេះយ៉ាងហោចណាស់ក៏អាចជួយកាត់បន្ថយភាពក្រីក្របានខ្លះពីសង្គមកម្ពុជាដោយកញ្ញាអាចពង្រឹងសមត្ថភាពនិងទទួលបានបទពិសោធន៍ដែលធ្វើឲ្យកញ្ញារកការងារបានធ្វើក្រោយពីបញ្ចប់ការសិក្សាខ្ញុំសានសែលទូរទស្សន៍អាស៊ីសេរីរាយការណ៍ពីរាជធានីភ្នំពេញបាទលោកនាងជាទីមេត្រីនាយិកាប្រតិបត្តិនៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាអ្នកស្រីច័កសុភាពអះអាងថាការធ្វើវិនិយោគដោយក្រុមហ៊ុនសជីវកម្មឬសហគ្រាសខ្នាតតូចនិងមធ្យមទាំងជាតិនិងអន្តរជាតិក្នុងប្រទេសកម្ពុជាជាកម្លាំងចលករសំខាន់ដើម្បីរុញច្រានក្បាលម៉ាស៊ីនសេដ្ឋកិច្ចជាតិឲ្យដើរទៅមុខក៏ប៉ុន្តែទោះជាយ៉ាងណាក៏ដោយព័ត៌មានស្ដីអំពីការរំលោភសិទ្ធិមនុស្សឬការបំផ្លាញធនធានធម្មជាតិតាមរយៈគម្រោងវិនិយោគក្នុងវិស័យធុរកិច្ចតែងកើតមានឡើងជាញឹកញាប់អ្នកស្រីបន្តថាអង្គការសហប្រជាជាតិបានអនុម័តនូវគោលការណ៍ណែនាំស្ដីពីធុរកិច្ចនិងសិទ្ធិមនុស្សកាលពីខែមិថុនាឆ្នាំ2011ដើម្បីធានាឲ្យបានថាការវិនិយោគក្នុងវិស័យធុរកិច្ចអាចផ្ដល់នូវការអភិវឌ្ឍប្រកបដោយចីរភាពសម្រាប់សង្គមជាតិទាំងមូលបាទលោកនាងទើបតែបានទស្សនាការផ្សាយសាកល្បងរបស់ទូរទស្សន៍អាស៊ីសេរីផ្សាយផ្ទាល់ពីរដ្ឋធានី Washington នៃសហរដ្ឋអាមេរិកខ្ញុំបាទជុនច័ន្ទបុតនិងសហការីសូមជូនពរទូរទស្សនិកជននិងក្រុមគ្រួសារទាំងអស់ឲ្យជួបប្រទះតែនឹងសេចក្តីសុខគ្រប់ប្រការពេលនេះខ្ញុំបាទជុនច័ន្ទបុតសូមជម្រាបលា